សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺជារបៀប uninstall ឬក៏ remove កម្មវិធីចេញពីកុំព្យូទ័ររបស់យើងអូខេដើម្បី remove គឺយើងចុចគឺយើងត្រូវចូលទៅ control panel អូខេអញ្ចឹងឥឡូវនេះយើងចុច start key របស់យើងមួយបន្តមកទៀតបងប្អូនវាយពាក្យថា control ហើយឥឡូវនេះយើងចុច enter មកបន្តមកទៀតបងប្អូនរកពាក្យថា program and feature អញ្ចឹងយើងចុចលើវាមួយហើយឥឡូវនេះបងប្អូនត្រូវរកកម្មវិធីណាដែលយើងចង់ remove ចេញអញ្ចឹងក្នុងនេះខ្ញុំចង់ remove កម្មវិធីមួយនេះចេញអញ្ចឹងយើងរកកម្មវិធីហ្នឹងមកអញ្ចឹងនៅពេលដែលយើងឃើញកម្មវិធីនេះបងប្អូន select នៅលើវាមួយហើយយើងចុចពាក្យថា uninstall អូខេកន្លែងនេះយើងយក yesតោះអញ្ចឹងកម្មវិធីមួយចំនួននៅពេលដែលយើង uninstall វាធ្វើ survey បងប្អូនណាអញ្ចឹងយើងចុចទៅយើងចង់ uninstall ដោយសារមូលហេតុនេះយើងចុចទៅឬក៏យើងចុច skip ក៏បានដែរតែកន្លែងនេះយើងដាក់ reason ឲ្យគេមួយទៅបងប្អូនណាអូខេខ្ញុំរើសយកមួយនេះបន្តមកទៀតយើងចុចពាក្យថា uninstall កន្លែងនេះអូខេអានេះយើង confirm វា yes មកបាទអញ្ចឹងសម្រាប់ការ uninstall គឺមានប៉ុណ្ណឹងឥឡូវនេះយើងមកឆែកមើលម្ដងទៀតបងប្អូននេះអញ្ចឹង icon មុននឹងវិញមាននៅកន្លែងនេះឥឡូវនេះវាទៅបាត់ហើយបងប្អូនណាហើយនៅក្នុងម៉ាស៊ីនរបស់យើងនៅក្នុង control panel ក៏វាលែងមានដែរអញ្ចឹងតើតើជាមួយនឹងការ uninstall កម្មវិធីមិនថាកម្មវិធីមួយមុននឹងមិញមិនថាកម្មវិធីផ្សេងនេះគឺយើងធ្វើដូចគ្នាទាំងអស់គឺយើងគ្រាន់តែរកកម្មវិធីដែលយើងចង់ uninstall ហើយយើង select វាបន្តមកទៀតយើងចុច uninstall តែប៉ុណ្ណឹងគឺបាន